ថ្ងៃ14កុម្ភៈជាថ្ងៃក្តីស្រឡាញ់មែនក៏ប៉ុន្តែខ្ញុំមានការជឿចាប់ចំពោះបាទបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនដែលគាត់បាត់បង់ដីធ្លីដែលបាត់ថៃបំផ្លិចបំផ្លាញសៀមបានផ្លិចបំផ្លាញបាត់ភូមិ6ភូមិបាត់ប្រជាជនផ្ទះប្រជាជនជាង2000ខ្នងហើយយើងមើលថាធ្វើដោយកំរោលជនជាតិថៃនេះសាហាវយន្តផ្ទងអាណុចអាធំចំពោះប្រជាជនខ្មែរមែនទែនបងប្អូនហើយជាថ្ងៃមួយដែលយើងនឹកស្មានមកដល់ហើយចំពោះប្រទេសថៃវិញឥឡូវកំពុងធ្វើសមប្រយុទ្ធថ្ងៃ23នឹងធ្វើសមប្រយុទ្ធបាទប្រចាំបាទ10ប្រទេសបាទដែលមានប្រទេសកូរ៉េរៀងត្បូងមកបង្ហាញសភាវុធហើយប្រទេសជប៉ុនគឺកំពុងតែចាប់នាវាបាទនេសាទរបស់ប្រទេសចិនមួយយើងរងចាំមើលប្រទេសចិនឆ្លើយតបមកព្រោះថាគាត់ចង់បង្ហាញពីសក្តានុពលរបស់គាត់សហរដ្ឋអាមេរិកក៏បានបង្ហាញនៅបាទការបញ្ជូននាវាចុងក្រោយរបស់គាត់នាវាចម្បាំងទៅដល់មជ្ឈិមបូព៌ាយើងរងចាំមើលតើគាត់អាចគៀបឲ្យអ៊ីរ៉ង់ចូលតុចរចាបានដែរឬអត់បាទអរគុណ